លោកអ្នកនាងកញ្ញាជាទីមេត្រីស្ថានទូតចិនប្រចាំកម្ពុជាបានសេចក្តីថ្លែងការណ៍ព្រមានដល់ជនជាតិចិនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនាការងារដែលមានប្រាក់ខែខ្ពស់នៅក្រៅប្រទេសថាក្រុមហ៊ុនទាំងនោះអាចនឹងជាប់ពាក់ព័ន្ធនឹងអំពើខ្មៅងងឹតដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិតអំពើឆោបោកតាមអនឡាញរូបភាពអាភាសល្បែងស៊ីសងនិងគ្រឿងញៀននេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អាស៊ីសេរី TFA នៅថ្ងៃទី7 ខែមករាឆ្នាំ2026ការព្រមានរបស់ស្ថានទូតចិននេះធ្វើឡើងបន្ទាប់ពីស្ថានទូតរកឃើញតារាស្រីជនជាតិចិនដែលមានឥទ្ធិពលនៅលើអ៊ីនធឺណិតម្នាក់ឈ្មោះវ៉ូដើរអនាថានៅក្នុងក្រុងព្រះសីហនុបន្ទាប់ពីនាងបានចាញ់បោកការលបួងលួងលោមឲ្យមកធ្វើការនៅប្រទេសកម្ពុជាដោយក្រុមហ៊ុនសន្យាថានឹងទទួលបានការងារដែលមានប្រាក់ខែខ្ពស់អាជ្ញាធរនិងមន្ត្រីស្ថាប័នទូតចិនបានប្រទះឃើញតារាស្រីជនជាតិចិនរូបនេះនៅតាមបណ្ដោយឆ្នេរក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី4 ខែមករាហើយស្ថានភាពរបស់នាងស្គមស្គាំងគ្មានកម្លាំងកំហែងឲ្យលើរាងកាយមានស្លាកស្នាមរងរបួសផងដែរស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ថានៅមានមនុស្សជាប់គាំងនៅក្នុងក្រុមហ៊ុនឧស្សាហកម្មដែលឃោសនាការងារដែលមានប្រាក់ខែខ្ពស់នេះបុគ្គលិកម្នាក់ៗងាយរងគ្រោះដោយសារការបង្ខាំងដោយខុសច្បាប់រងការរំលោភបំពានដោយអំពើហិង្សានិងអាចរងគ្រោះដល់អាយុជីវិតគួររំលឹកថារបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Humanity Research Consultancy បានរកឃើញថាមនុស្សយ៉ាងតិច28នាក់ដែលជាប់ពាក់ព័ន្ធនឹងជាមេខ្លោងនៃក្រុមឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាក្នុងនោះមាន1អ៊ីប៉ានសហនាយកធនាគារអន្តរជាតិហានហៃ2ចិនអៃឡែនប្រធានក្រុមហ៊ុនហេងហឺ3ចិនស៊ីវលីងនាយកក្រុមហ៊ុន Omega Entertainment Isof Osman និងជានាយិកាក្រុមហ៊ុន Prince Real Estate Taiwan 4 Gen Z ប្រធានក្រុមហ៊ុន Prince Group Code Ltd និងជាទីប្រឹក្សាលោកហ៊ុនម៉ាណែតលោកហ៊ុនសែនលោកសុកខេងនិងលោកហេងសំរិន5ជួប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស6ដុងលីឆេងនាយកក្រុមហ៊ុន Golden Sun Sky Entertainment Code Ltd 7ឌីវិជាអគ្គស្នងការរងនគរបាលជាតិនិងជានាយកដ្ឋានសន្តិសុខកណ្ដាល8 Edward Lee នាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Prince Real Estate Group 9 Gabriel Shelton ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Prince Group 10ហ៊ីងប៊ុនហៀងមេអង្គនាយករដ្ឋមន្ត្រីត្រូវបានក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ2018 11ហ៊ុនតូនាយកក្រុមហ៊ុន Hui Wan Phe Panda Bank និង Heng He ជាបងប្អូនជីដូនមួយនឹងលោកហ៊ុនម៉ាណែត12អង្គតារានាយកប្រតិបត្តិដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group និងជាប្រធាន Casino Golden Fountain 13កុកអានសមាជិកព្រឹទ្ធសភានិងជាម្ចាស់ Casino Crown 14គួចចម្រើនអភិបាលខេត្តកណ្ដាលនិងជាអតីតអភិបាលខេត្តព្រះសីហនុ15លីសុងនាយកក្រុមហ៊ុន Hui Wan 16ឡុងឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ17លីយ៉ុងផាត់សមាជិកព្រឹទ្ធសភានិងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាដែលត្រូវបានក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ2024 18ណេតសាវឿនឧបនាយករដ្ឋមន្ត្រីនិងជាក្មួយប្រសាររបស់លោកហ៊ុនសែន19រដ្ឋារស្មីប្រធានក្រុមហ៊ុន K99 Group 20រដ្ឋាសំណាងទទួលមរណភាព21សៃអ៊ីនលីនសហនាយកធនាគារអន្តរជាតិហានហៃ22សសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ23ស៊ូចុងឈៀននាយកធនាគារពាណិជ្ជ24ត្រីភិបនាយកក្រុមហ៊ុន MDS ហេងហឺនិងជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនត្រូវបានក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ2019 25យ៉ានបូរិតនាយកក្រុមហ៊ុន Hui Wan Insurance 26យ៉ានណារុងនាយកក្រុមហ៊ុន Hui Wan Life Insurance និង Heng He 27យ៉ានសិតជានាយកក្រុមហ៊ុន Hui Wan Phe និង28ស៊ូអៃមីនសហម្ចាស់ធនាគារនិង Casino KB រីកាព័ត៌មានដល់នេះខ្ញុំបេឡាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលា